ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបបុកល្ហុងត្រីឆ្អើរអំពិលខ្ចីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយដិតហើយថ្ងៃហ្នឹងចៃដន្យអីដើរទៅខាងក្រោយផ្ទះឃើញលកកទួតល្អខ្លាំងមែនទែនខ្ញុំទប់តែបេះប្រហែលជាបានមួយអាទិត្យមុននឹងឯងតែឥឡូវវាលាស់ល្អខ្លាំងមែនទែនហើយយើងយកមកផ្ទាប់ជាមួយនឹងបុកល្ហុងលកកទួតហ្នឹងបុកល្ហុងអំពិលខ្ចីយើងហ្នឹងនិយាយពីថាត្រូវគ្នាខ្លាំងមែនទែនណាពុកម៉ែបងប្អូនត្រូវគ្នាខ្លាំងមែនទែនហើយខ្ញុំបេះខ្ញុំឃើញខ្ញុំចង់ភ្ញាក់ផ្អើលនឹងដើមកទួតលោកអើយដើមប៉ុណ្ណាណៃឲ្យផ្លែមកចកោពុកម៉ែបងប្អូនហើយមកចកោនឹងសួរថាផ្អែមទៅឆ្ងាញ់ទៅមានអីពុកម៉ែបងប្អូននិយាយពីជូរដាក់មួយម៉ាត់ឲ្យខ្ញុំឡើងបះរំខ្ញាក់តែម្ដងណាហើយលកកទួតយើងបេះបានប៉ុណ្្នឹងឯងហើយខ្ញុំក៏ចាប់ផ្ដើមមកបេះជាមួយនឹងស្វាយលក់យើងស្វាយលក់នឹងយើងបុកត្រីឆ្អើរទឹកគ្រឿងអីណាបងប្អូនគឺត្រូវគ្នាខ្លាំងមែនទែនអានឹងសម្រាប់តាគេអ្នកចេះញ៉ាំណាអ្នកចូលចិត្តដូចខ្ញុំអីចឹងណាបើសិនជាពុកម៉ែបងប្អូនខ្លះគាត់អត់ចេះញ៉ាំគឺគាត់មិនបាច់ញ៉ាំមិនបាច់ដាក់ទេប៉ុន្តែមុខហ្នឹងណាបងប្អូនទឹកគ្រឿងបុកល្ហុងគឺត្រូវខ្លាំងមែនទែនអានឹងខ្ញុំមិនចេះតែនិយាយណាបងប្អូនបើសិនជាពុកម៉ែបងប្អូនអានសាដឹងរសជាតិវាមិនហើយខ្ញុំដើរប្រម៉ូជុំវិញផ្ទះគឺបានតែប៉ុណ្្នឹងឯងហើយនេះគឺជាគ្រឿងផ្សំរបស់យើងមានសណ្តែកដីខ្ទឹមសម្ទេសអំពិលខ្ចីល្ហុងត្រួយស្វាយលក់ត្រួយណែកទួតត្រីឆ្អើរហ្នឹងឯងហើយឥឡូវយើងមកចាប់ដើមមកចិត្តសបកល្ហុងណាចិត្តសបកវាចេញចឹងមកហើយល្ហុងហ្នឹងរៀងពណ៌យកអារៀងសាគាតិចមកខ្ចីក៏បានសាគាក៏បានដែរបងប្អូនអានឹងតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនចូលចិត្តទេហើយឥឡូវខ្ញុំមកចិញ្ច្រាំប្រហុកឆៅដើម្បីយកមកបុកល្ហុងណាព្រោះថាបុកល្ហុងមួយហ្នឹងតើតែយើងចិញ្ច្រាំប្រហុកឆៅច្រើនដល់ដិតឆ្ងាញ់ណាពុកម៉ែបងប្អូននិយាយមែនហើយល្ហុងខ្ញុំយកមកសាប់ឲ្យខ្ញុំឈូសជាងឯងខ្ញុំអត់ឈូសជាមួយនឹងអាប្រដាប់ឈូសល្ហុងអីហ្នឹងទេវាអត់ឆ្ងាញ់តើសាប់ឈូសចឹងមកវាឆ្ងាញ់ចឹងណាពុកម៉ែបងប្អូនហើយឥឡូវគ្រឿងរបស់យើងក៏បានចិត្តរួចរាល់រៀងទឹករួចរាល់អស់ហើយក៏យើងចាប់ផ្ដើមមកបុកជាមួយនឹងអំពិលខ្ចីយើងមកណាអំពិលខ្ចីយើងដាក់មកស្រឡាញ់មកល្មមមកជូរយើងមកបុកហើយក៏យើងចាប់ផ្ដើមដាក់ជាមួយនឹងម្ទេសខ្ទឹមនឹងឯងយើងបុកម្ទេសខ្ទឹមឲ្យម៉ត់ហើយណាបុកឲ្យម៉ត់ហើយក៏យើងដាក់ជាមួយនឹងប្រហុកឆៅដែលយើងច្រាំមិញមកណាបងប្អូនហើយយើងក៏ដាក់ជាមួយនឹងអំបិលបន្តិចប៊ីចេងបន្តិចស្ករបន្តិចខ្ញុំលួចអំបិលបន្តិចណាបងប្អូនដើម្បីឲ្យមានជាតិប្រៃដិតនៅក្នុងនឹងអញ្ចឹងណាយើងបុកកូរវាមកគឺយើងចាក់ជាមួយនឹងត្រីឆ្អើរយើងបុកត្រីឆ្អើរចូលមកណាបងប្អូននិយាយរួមទៅមុខនឹងងាយស្រួលទេបងប្អូនឲ្យឆាប់បានញ៉ាំទេហើយខ្ញុំក៏បន្ថែមជាមួយនឹងសណ្តែកដីដែរប៉ុន្តែខ្ញុំអត់បានថតឲ្យពុកម៉ែបងប្អូនទស្សនាហើយឥឡូវយើងបុកសពគ្រឿងភ្លក់មកល្មមហើយយើងដាក់ល្ហុងយើងចូលមកណាពុកម៉ែបងប្អូនខ្ញុំវាតិចចឹងមកណាអូពុកម៉ែបងប្អូនហើយគ្រាន់តែឃើញតែរូបភាពនិយាយពីថាខ្ញុំវាឃ្លានទៀតហើយឥឡូវកំពុងបញ្ចូលសលេងមកអារម្មណ៍ថាដូចតែឃ្លានម្ដងទៀតណាបងប្អូនហើយឥឡូវខ្ញុំមកញ៉ាំឲ្យពុកម៉ែបងប្អូនទស្សនាហើយយើងយកមកផ្ទាប់ជាមួយនឹងត្រួយកទួតអីចឹងណាបងប្អូនបាយកកឆ្ងាញ់មែនទែនហើយឥឡូវវីដេអូនេះខ្ញុំសូមចាប់តែប៉ុណ្ណេះចាំជួបគ្នា